ngày ní màu một bán five star chicken cho người thân cho nên đừng có khi đang ăn đậm nên đừng có khi tự nhau ở đây nè phần tayถ้าไปบัตตาfive star មានច្រើនសាខាមែនតែរសជាតិដូចខុសគ្នាមិនអត់ដូចអត់ប្រើឬប្រមូលដូចគ្នាអញ្ចឹងណាដូចតែពិតខ្ញុំនៅទូប្រយហើយខ្ញុំទិញនៅចិត្តផ្ទះខ្ញុំដែរតែរសជាតិអត់ឆ្ងាញ់ទេហើយស៊ីfive star ដែលខ្ញុំមុនដែលខ្ញុំទិញនោះនៅសាខារតនា Plaza ខាង Lucky Burger ច្រក Lucky Burger យ៉ា Lucky Supermarket ហ្នឹងហើយលក់តម្លៃដូចគ្នាប៉ុន្តែរសជាតិខុសគ្នាខ្ញុំចូលចិត្តរសជាតិនៅខាងរតនា Plaza ជាងឆ្ងាញ់ណាស់ទាំងអស់គ្នារបៀបថាទាំងស្បែកទាំងអាម្សៅបំពងអីហ្នឹងពេលយើងញ៉ាំមកវាមានជាតិទៅបើយើងជ្រលក់ទឹកជ្រលក់ទៅវាហត់តែឆ្ងាញ់ទៀតតែដល់ពេលខ្ញុំញ៉ាំនៅចិត្តផ្ទះនេះសាខាចិត្តផ្ទះនេះខ្ញុំមានអារម្មណ៍ថាអត់ឆ្ងាញ់ទេរបៀបថាម្សៅដល់ម្សៅសាច់ដល់សាច់ហើយសាច់ទាំងម្សៅអីហ្នឹងសាបឆុងហ្មងទោះជ្រលក់ទឹកជ្រលក់ក៏ដោយក៏នៅតែអត់ឆ្ងាញ់ដែរអញ្ចឹងយ៉ាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាដូចខ្ញុំអត់ប៉ុន្តែ my favorite brunch ដែលខ្ញុំទៅញ៉ាំហ្នឹងគឺនៅសាខារតនា Plaza ខ្ញុំទិញយកមែនតើហ្មងហើយខ្ញុំមិនដឹងគាត់មាន promotion ឬក៏មិនទេប៉ុន្តែខ្ញុំទិញលើកមុន2ដុំបានទឹកក្រូចលើកហ្នឹងទិញ3ដុំក៏បានទឹកក្រូចដែរក៏ free ទឹកក្រូចកូកាឲ្យអញ្ចឹងណា and ខ្ញុំទៅចេញពីប្រឡងមីថមហើយ so treat myself ចាមានជាភ្លើងមន់ហើយជាមានជាការកូកាអញ្ចឹងទៅមែនតើand complete comment ម្នាក់មួយហងថា your favorite វាថាកន្លែងសាខា five star អ្នកមួយណាដែលអ្នកទាំងអស់គ្នាចូលចិត្តទៅទិញញ៉ាំហើយរសជាតិឆ្ងាញ់ដូចខ្ញុំនិយាយអញ្ចឹងណាទឹកជ្រលក់ក៏អញ្ចឹងដែរទឹកជ្រលក់ទឹកប៉េងប៉ោះខ្ញុំមិនសូវចូលចិត្តទេខ្ញុំចូលចិត្តទឹកម្ទេសនេះជាងតែបើសិនជាដាក់ទឹកម្ទេសហ្នឹងលាយជាមួយនឹងទឹកប៉េងប៉ោះដែលគាត់ឲ្យហ្នឹងមកមានអារម្មណ៍ថារសជាតិវាឆ្ងាញ់ប៉ុណ្ណឹងពីអាហ្នឹងសម្រាប់ខ្ញុំណាអូខេមុខបាំង startអូនដល់គ្នាដំណងខ្លាំងខ្ញុំឃ្លានមួយថ្ងៃខ្ញុំញ៉ាំខ្ញុំតែញ៉ាំពីថ្ងៃមុននេះហើយខ្ញុំញ៉ាំហើយខ្ញុំឃ្លានទៀតឥឡូវខ្ញុំទិញតបានចេញពីប្រឡងខ្ញុំមកទិញភ្លាមមកនេះបាយថ្ងៃខ្ញុំដល់គ្នា so enjoy ឆ្ងាញ់វាមិនធម្មតាឆ្ងាញ់តែចាត់ទៅดูវាឆ្ងាញ់ចេញពីបែកម្សៅហើយនឹងសាច់នឹងហ្មងមួយទៀតរបៀបចេះកន្លែងខ្ញុំទិញហ្នឹងមិនធម្មតារសជាតិគាត់ឆ្ងាញ់ឯងមានន័យថាគាត់បំពងថ្មីថ្មីណាហើយពេលញ៉ាំមកគឺ juicy ហ្មងវាមានសំណើមនៃសាច់មាន់ហ្នឹងអញ្ចឹងណាបើសាខាផ្សេងទៀតខ្ញុំមានអារម្មណ៍ថាគាត់ដូចដឹងគាត់លក់សោះឬក៏មិនគេប៉ុន្តែខ្សោះមែនតើអ្នកនរគ្នាខ្ញុំញ៉ាំទិញ2ដងហើយខ្ញុំសាកថាម្ដងទៀតសិននៅតែអត់ឆ្ងាញ់ដដែលក្រៅពីកន្លែងគាត់មួយហ្នឹងគឺខ្ញុំអត់ទិញហ្មងអត់ឆ្ងាញ់ហ្មងញ៉ាំធំជាតិชิ้นยืดដល់អស់គ្នាOkay, that's all for my mukbang and bye bye. See you in the next video. Kung pwede follow na mo ako na. Bye bye.